សកម្មភាពបូមខ្សាច់គៀកច្រាំងរបស់កាណូតបំពាក់ស្លាកក្រុមហ៊ុនចរិយាសម្បត្តិកំពុងបង្កហានិភ័យបាក់ច្រាំងទន្លេនិងប៉ះពាល់ដល់លំនៅឋានពលរដ្ឋប្រជាពលរដ្ឋដែលរស់នៅឃុំព្រែកថ្មីឃុំទឹកវិលនិងឃុំកោះខ្សាច់ទន្លាក្នុងស្រុកស្អាងខេត្តកណ្ដាលកំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបូមខ្សាច់របស់កាណូតមួយគ្រឿងដែលបានបំពាក់ស្លាកយីហោក្រុមហ៊ុនចរិយាសម្បត្តិ Import Export Icor ដោយពួកគាត់បានអះអាងថាកាណូតនេះធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធបត័យគៀកក្បែរច្រាំងទន្លេជាប្រចាំដែលអាចបង្កឲ្យមានការបាក់ស្រុតច្រាំងនិងប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរប្រជាពលរដ្ឋបានរាយការណ៍ថាកាណូតបូមខ្សាច់នេះបានប្រតិបត្តិការអស់រយៈពេលជាយូរមកហើយទាំងនៅក្នុងរដូវប្រាំងនិងរដូវវស្សាពួកគាត់តែងតែឃើញកាណូតបូមខ្សាច់បូមនៅក្បែរច្រាំងទន្លេបាសាក់ដោយជួនកាលនៅភូមិសាស្ត្រឃុំកោះខ្សាច់ទន្លានិងជួនកាលទៀតនៅត្រើយខាងលិចក្នុងភូមិសាស្ត្រឃុំព្រែកថ្មីនិងឃុំទឹកវិលពួកគាត់បានរៀបរាប់ទៀតថាទោះបីជាពួកគាត់ព្យាយាមដេញឲ្យចេញឆ្ងាយពីច្រាំងប្រមាណ50ម៉ែត្រក៏ដោយក៏កាណូតនេះតែងតែរំកិលមកបូមគៀកច្រាំងវិញដដែលហាក់បីដូចជាគ្មានការគោរពទៅតាមការណែនាំឬការកំណត់ពងណាមួយឲ្យបានត្រឹមត្រូវឡើយដោយសារតែបញ្ហានេះកើតឡើងម្ដងហើយម្ដងទៀតគ្មានដំណោះស្រាយសមស្របពលរដ្ឋបានសម្រេចចិត្តតាក់ទងទៅអ្នកសារព័ត៌មានដើម្បីឲ្យជួយផ្សព្វផ្សាយដំណឹងនេះទៅកាន់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញឲ្យបានជ្រាបនិងជួយអន្តរាគមន៍រកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពអ្នកស្រុកបានកត់សម្គាល់ថារាល់ពេលដែលអ្នកសារព័ត៌មានចោះទៅផ្ដិតយករូបភាពកាណូតនោះតែងតែបើករថគេចចេញទៅកន្លែងផ្សេងបាត់ពួកគាត់បានបន្តទៀតថាបើគ្មានការទប់ស្កាត់ចំពោះការលួចបូមខ្សាច់ក្បែរច្រាំងរបៀបនេះទេនៅរដូវទឹកឡើងខាងមុខច្រាំងទន្លេនៅតំបន់នេះប្រកាសជានឹងបាក់ស្រុតខ្លាំងដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋទោះបីជាមិនបានស្គាល់អត្តសញ្ញាណម្ចាស់កាណូតផ្ទាល់ក៏ដោយពួកគាត់បានឲ្យដឹងថាកាណូតនេះបំពាក់ស្លាកក្រុមហ៊ុនចរិយាសម្បត្តិ Import Export Icor ហើយខ្សាច់ដែលបូមបានត្រូវបានគេយកទៅលក់នៅតាមដេប៉ូនានាជាពិសេសគឺបូមលក់ឲ្យដេប៉ូមួយកន្លែងដែលស្ថិតនៅគល់ស្ពានលេខ17លើផ្លូវលេខ21ក្បែរកន្លែងលក់ទឹកអំពៅឆ្ងាញ់មួយកែវថែមមួយកែវទល់មុខវត្តសុភីហៅវត្តក្បាលកោះលើសពីនេះពលរដ្ឋក៏បានត្អូញត្អែអំពីសកម្មភាពដឹកជញ្ជូនខ្សាច់ចេញពីដេប៉ូនោះផងដែរដោយរថយន្តដឹកខ្សាច់ជារឿយៗផ្ទុកលើសទម្ងន់រហូតដល់ហៀត្រង់និងមិនបានគ្របឲ្យបានត្រឹមត្រូវនោះទេបណ្ដាលឲ្យជ្រុះធ្លាក់ខ្សាច់និងហូរទឹករលែករលាក់ពេញផ្លូវដែលធ្វើឲ្យផ្លូវរអិលនិងពិបាកធ្វើដំណើរថែមទៀតផងដូច្នេះសូមស្នើដល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះពិនិត្យនិងចាត់វិធានការចំពោះកាណូតបូមខ្សាច់អនាធបត័យនិងដេប៉ូខ្សាច់ខាងលើនេះជាបន្ទាន់បើនៅតែបណ្តែតបណ្តោយឲ្យកាណូតខាងលើធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធបត័យរបៀបនេះច្រាំងទន្លេនៅខាងក្រោយលំនៅឋានរបស់អ្នកភូមិប្រកាសជាបាក់អស់ហើយជុំវិញករណីនេះអង្គភាពសារព័ត៌មានយើងមិនទាន់អាចតាក់ទងទៅក្រុមហ៊ុនចរិយាសម្បត្តិ Import Export Icor ដើម្បីសុំការបកស្រាយបាននៅឡើយទេហើយអង្គភាពយើងនឹងរងចាំទទួលការបកស្រាយពីភាគីពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការដោយឡែកលោកប៉ុនប៊ុនធឿនដែលជាប្រធានមន្ទីររ៉ែនិងធម្មពលខេត្តកណ្ដាលបានមានប្រសាសន៍ថាលោកអរគុណចំពោះការផ្ដល់ដំណឹងនិងផ្ដល់វីដេអូលោកនឹងក៏អញ្ជើញក្រុមហ៊ុនខាងលើមកធ្វើការសួរនាំអំពីសកម្មភាពកាណូតបូមខ្សាច់ដែលធ្វើសកម្មភាពបូមខ្សាច់ក្បែរច្រាំងនេះដែលខុសពីគោលការណ៍ណែនាំនិងការបំពាក់ស្លាកឈ្មោះរបស់ក្រុមហ៊ុនឱកាសល្អពីផ្ទះល្វែងថេនងាត់ក្រុងតាខ្មៅបានមកដល់ហើយទិញផ្ទះឈ្នះរថយន្តនិងបញ្ចុះតម្លៃពិសេសរហូតដល់$5,000ព្រមទាំងកាត់ប្លង់រឹងហ្វ្រីជូនអតិថិជនថែមទៀតផងឱកាសល្អបែបនេះរកឯណាមានរកឯណាបានរស់រានឡើងចំនួនមានកំណត់ទំនាក់ទំនងតាមលេខទូរស័ព្ទ089 408 406 098 661 215និង088 616 66 61